Bà cho biết số bụng hay bộ chỉ cản score tất cả đi cái này cứ nhầm miền bị tổ mùi tiệt hơi cứ trong hai nhầm bị cả năm đồn dân khơi thả đồn mà dân cứ miền đầm bị thông thông ở miền tèn vận tải bụng mày bộ chỉ còn ở hai bạn đầm slack bảo việc bạn phải nắng cứ việc ta một việc kỳ bạn bụng mày bốn trong ngõ tới ní cứ chỉបញ្ហាមួយដែលអ្នកដាំដុះទូទៅតែងតែជួបគឺពពួកកញ្ចែពួកស្លាបព្រាងវាចោះដុំមកយើងឃើញនៅទីនេះជាងការបាញ់អ៊ំប្រុសនេះគឺគាត់ឃើញថាមានដុំស៊ីបន្ទោធ្វើឲ្យការលូតលាស់របស់វាគឺអន់ថយបាទពុកម៉ែបងប្អូនអញ្ចឹងវាធ្វើឲ្យទិន្នផលអីគឺអត់បានដូចដើមផ្សេងទេហើយចំពោះដើមនេះជាងឃើញថាវាអត់មានសត្វល្អិតមកបំផ្លាញអញ្ចឹងឬក៏ជំងឺទេប៉ុន្តែឃើញដើមរបស់វាល្អអត់បងប្អូនគឺល្អមែនតើគឺស្លឹករបស់វាគឺមានសុខភាពល្អក៏ចឹងវាធ្វើឲ្យទិន្នផលរបស់យើងក៏វាទទួលបានទៅតាមនឹងដែរបាទពុកម៉ែបងប្អូនខ្ញុំដោយសារខ្ញុំនេះក៏កំពុងតែដើរសង្កេតឲ្យតាមដានមើលជាប្រចាំនៅក្នុងនេះដោយសារបើយើងអត់តាមដានទេគឺយើងតាមអត់ទាន់ទេពួកកញ្ចែអីនឹងគឺពួកស្លាបព្រាងពួកសត្វដែលវានៅបំផ្លាញដងហើយពុកម៉ែបងប្អូនមើលនេះអាដើមដងនេះគឺវាមានកញ្ចែស៊ីបន្ទោរបស់វាអញ្ចឹងធ្វើឲ្យផ្លែរបស់វាសំទោបងឃើញថាស្លឹករបស់វាគឺមានឆេះចុងអញ្ចឹងបាទគឺមានដួងនេះបាទពុកម៉ែបងប្អូនដួងផងកញ្ចែផងធ្វើឲ្យដំណាំរបស់យើងគឺជួបបញ្ហាខ្លាំងមែនតែនប៉ុន្តែនៅពេលយើងជួបបញ្ហាអញ្ចឹងគឺយើងត្រូវធ្វើការបាញ់ថ្នាំគីមីជំនួយគឺយើងធ្វើការបាញ់ទៅលើផ្ទៃស្លឹកតាមធាងដួងរបស់យើងជាប្រចាំមានថាមួយអាទិត្យឬក៏មួយអាទិត្យអីគឺយើងចាប់ផ្ដើមធ្វើការបាញ់ម្ដងបាទពុកម៉ែបងប្អូនមិនចឹងthìយើងអត់បាញ់ទេវាធ្វើឲ្យដួងរបស់យើងគឺកាន់តែរាលដាលកាន់តែដុនដាបទៅដូចអាដួងនេះគឺធ្វើឲ្យធាងរបស់វាគឺបាក់ដោយសារហេតុអីគឺកញ្ចែបាទគឺវាស៊ីរោមមែនតែនបាទពុកម៉ែបងប្អូននៅពេលហ្នឹងខ្ញុំអត់ដឹងថាសត្វអីគេស៊ីចេះទៅពិនិត្យមើលចការទៅជួបពេលជួបអញ្ចឹងធ្វើឲ្យយើងអត់ដឹងដោយសារខ្ញុំអត់ក៏ដែរជ្រប់ដាំដួងអញ្ចឹងពេលទៅមើលដងអញ្ចឹងហើយពេលខ្លះក៏ search យកមើលតាម YouTube តាមទីដើម្បីដឹងការពិតអាហ្នឹងបណ្ដាលមកពីពួកកញ្ចែទេអីឬក៏ពួកស្លាបព្រាងទេអីពេលហ្នឹងក៏យើងមានត្រថ្នាំដើម្បីបាញ់បន្ទប់ស្កាត់ឬក៏ដាក់នៅតាមធាងរបស់វាបាទពុកម៉ែបងប្អូនជាទៅក្នុងការដាំដុះដួងនេះគឺពិបាកមែនតើបាទពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនអត់បានទៅតាមដានអត់មានបច្ចេកទេសចេះដាំចូលទៅគឺទិន្នផលដូចជាការមួយនេះបាទគឺវាមានដើមខ្លះល្អហើយដើមខ្លះគឺវាមានសត្វដួងស៊ីបាទពុកម៉ែបងប្អូនអញ្ចឹងបើសិនជាវីដេអូដែលខ្ញុំបង្ហាញអីទៅមានភាពខុសឆ្គងអីសូមពុកម៉ែបងប្អូនកុំកាន់អីអធិស្ឋានផងដោយសារខ្ញុំក៏ជាអ្នកចាប់ផ្ដើមក្នុងការដាំដុះដួងហើយមើលថែដួងទេបាទហើយវីដេអូរបស់ខ្ញុំគឺអត់មានអីច្រើនទេបាទពុកម៉ែបងប្អូនគឺមានតែប៉ុណ្្នឹងទេសូមអរគុណ